Ok,សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានទូរស័ព្ទកម្រមួយទៀតហើយដែលចង់មកចែករំលែកទៅកាន់បងប្អូនទាំងគ្នាជាពិសេសសម្រាប់បងប្អូនដែលអត់ទាន់ដែលស្គាល់ក៏ដូចជាអត់ទាន់ដែលបានប៉ះកាន់ទៅលើ model មួយគ្រឿងនេះរបស់ Apple អានេះគឺជាម៉ាស៊ីនរបស់ Apple ដែលប្រកាសចេញនៅក្នុងឆ្នាំ2016វាគឺជាត្រកូល SE ដែលនៅក្នុងនោះគឺយើងអាចហៅវាថាជាទូរស័ព្ទ iPhone SE 2016ឬក៏ SE ជំនាន់ទី1អានេះបើយើងនិយាយអំពីរូបរាងរបស់វាគឺដូចទៅនឹង iPhone 5 ទាំងស្រុងតែម្ដងព្រោះដោយសារតែ DNA របស់វាគឺកើតចេញពី iPhone 5ហ្នឹងឯងហើយទូរស័ព្ទនេះគឺដំណើរការបានដល់ version ចុងក្រោយគឺ15ហើយសម្រាប់ version 15ហ្នឹងគឺ support ជាមួយនឹងមុខងារផ្សេងៗច្រើនមែនទែនម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីន LLA របស់សហរដ្ឋអាមេរិកដែលជំនាន់នោះគឺភាគច្រើនមានតែ LL ទេហើយបងប្អូនដឹងហើយចំពោះម៉ាស៊ីន iPhone SE វាគឺជាទូរស័ព្ទមួយដែលបំពាក់ chip ស៊េរីខ្ពស់ដែលតួខ្លួនរបស់វាគឺរូបរាង iPhone 5ក៏ប៉ុន្តែសម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺបំពាក់ chip A9 ដែលស្មើទៅនឹង iPhone 6s Plus បងប្អូនអ្នកនាងដែលជា chip ខ្លាំងមួយក៏ដូចជា chip ខ្ពស់មួយសម្រាប់ទូរស័ព្ទចំនួន iPhone 6s Plus ដែលចេញមកតម្លៃចិត្តគេហៅថា$300 ទៅ$400ជំនាន់ហ្នឹងគឺថ្លៃមែនតើណាអញ្ចឹងនេះគឺជាទូរស័ព្ទ iPhone SE ជំនាន់ទី1ដែលបំពាក់ chip A9 RAM 2GB ថ្ម1900 mAh ជាង72000 mAh បូករួមជាមួយនឹងអេក្រង់របស់វាមានទំហំតូចហើយនេះគឺជារូបរាងជាក់ស្ដែងរបស់វាបើសួរខ្ញុំថាតើនៅពេលបច្ចុប្បន្ននេះ iPhone SE ជំនាន់ទី1នឹងប្រើប្រាស់បានអីខ្លះ iPhone SE នេះគឺប្រើប្រាស់បានគ្រប់ទម្រង់តែម្ដងបងប្អូនចង់យកទៅដំឡើងកម្មវិធីផ្សេងប្រើប្រាស់ social media ផ្សេងអីគឺវាដំណើរការទាំងអស់តែម្ដងហើយទូរស័ព្ទនេះគឺមាន storage 16GB ជាម៉ាស៊ីន LL ដូចខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងដែលជាផលិតផលរបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដងហើយជំនាន់ហ្នឹងគឺមែនតើសម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺវាចេញមកវាខុសប្លែកពីគេដែលជំនាន់ហ្នឹងគឺចេញមកជាមួយនឹង 6 ក៏ដូចជា 6s Plus ហ្នឹងគឺរូបរាងរបស់វារាងលក្ខណៈថា cam mole ហើយបូករួមជាមួយនឹងអេក្រង់ធំជាងនេះប៉ុន្តែទូរស័ព្ទនេះចេញមកគឺវាខុសប្លែកពីគេដោយសារតែវាគឺជា model មួយដែល Apple ផលិតឲ្យវាដាច់តម្លៃពី model iPhone ដែលមានតម្លៃបាច់ចិត្តរៀងទាបជាងម៉ាស៊ីន 6s ក៏ដូចជា 6s Plus ហើយម៉ាស៊ីន iPhone SE នេះគឺមានតម្លៃរៀងធូរគួរសមដែរទេអញ្ចឹងសម្រាប់មួយគ្រឿងនេះបើសិនជាបងប្អូនទាំងនេះមានតម្រូវការជាមួយនឹងការប្រើប្រាស់ទៅលើ social media ក៏ដូចជាយកទៅប្រើប្រាស់សម្រាប់ទុកជាអនុស្សាវរីយ៍ផ្សេងបងប្អូនអាចទៅខ្ញុំបានព្រោះសារតាវ៉ាន់នេះគឺមានតែមួយគ្រាប់ទេហើយតម្លៃរបស់វាគឺតម្លៃ65អញ្ចឹងមកល្មមអាចប្រើការបានបងប្អូនទាំងនេះហើយស្អាតមែនទែនអញ្ចឹងអានេះគឺគេឡាយខ្មៅកញ្ចក់ខាងលើនេះក៏កញ្ចក់ដែរហើយទូវាគឺជាប្រភេទគេហៅថាដែកអាឡូមីញ៉ូមទាំងស្រុងតែម្ដងហើយដែកវាគឺតាន់មែនទែនធ្លាក់ល្មមគឺអត្តនាទេហើយអានេះគឺអ៊ុតស្គុតបងប្អូនគ្នាមែនស្ទើណាគឺយើងអ៊ុតស្គុតមកជុំតែម្ដងគឺស្អាតបងប្អូនឃើញយើងឡងហ្នឹងគឺអ៊ុតស្គុតហើយទូរស័ព្ទនេះគឺនៅដំណើរការទាំងអស់បាទទាំងអ៊ីនធឺណិតបាទ Wi-Fi ក៏ដូចជា SIM អីហ្នឹងគឺដំណើរការមួយ set តែម្ដងបូករួមជាមួយនឹង version របស់វាគឺ14ឥឡូវហ្នឹងហើយយើងអាចធ្វើការ upgrade ឡើងទៅ version 15បានដែលជា version ចុងក្រោយរបស់ iPhone SE នឹងផងដែរហើយបច្ចុប្បន្នជាក់ស្ដែងឥឡូវនេះគឺ Apple បានបិទ version វាត្រឹម15ហ្នឹងហើយអត់អាចធ្វើការ update បន្តទៀតបានទេអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់យកវាទៅ update គឺឡើងបានហើយត្រឹមតែ15ហ្នឹងគឺអស់ហើយបងប្អូនទាំងគ្នាគឺ 15.8.4 ហើយទំហំវាគឺ 2.66GB អញ្ចឹងបងប្អូនអាចធ្វើការ install បានឥឡូវនេះគឺយើងអាចធ្វើការដាក់ជាមួយនឹងគេហៅថា Apple ID របស់យើងចូលទៅក្នុង App Store ដើម្បីធ្វើការ download ជាមួយនឹងកម្មវិធីមួយចំនួនធំតែម្ដងអញ្ចឹងដូចជា Facebook អីគឺនៅ support បងប្អូនទាំងគ្នាបងប្អូនអាចធ្វើការវាយពាក្យថា Facebook មកបាទសំទោសអូខេអញ្ចឹងបងប្អូនអាចធ្វើការ download បានគ្រាន់តែថាឥឡូវនេះយើងអត់ទាន់មាន Apple ID ទេអញ្ចឹងបងប្អូនអាចធ្វើការ download ជាមួយនឹង Facebook download អីបានដែលវា support ជាមួយនឹងSE ហ្នឹងតែម្ដងអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការបានទស្សនាវីដេអូនេះយើងជួបគ្នានៅវីដេអូក្រោយ